នៅឆ្នាំ2005មានមនុស្សប្រមាណជាង7,000នាក់បានមកទីវាសិទ្ធិមនុស្សអន្តរជាតិនៅទីនោះមានការកើនឡើងនៅចំនួនអ្នកចូលរួមយ៉ាងច្រើនពីសំណាក់សកម្មជនសហជីពកម្មករសកម្មជនសហគមន៍បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាលនិងសិស្សានុសិស្សក្រោមទួនាទីនឹងការទទួលខុសត្រូវចំពោះការលើកកម្ពស់និងចាំងវទីចៃឡៅចាស់តែធម្មវាវថាអីវ៉ាន់អោសំខាងពលស្ទីសោទៅវត្តទេស្ដីឡាយចូលមានដល់នេះបានសពការសពវេលាចាន់ទៅបានសោថាដូចចាន់ទៅថ្ងៃដល់តាមការមានចូលទៅសោថាបួសោដូចកាមនីមានតែស្មីដងគឺជាកៅសេអញអានស្ដីវត្តណាមពុងឲ្យសំដាច់អានចៃទៅគេណាបងចៃឡៅគេព្រះអង្គ